នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភានៃព្រឹកថ្ងៃពុធ600ខែចែកឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី8ខែមេសាឆ្នាំ2026នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោកជំទាវអ៊ុលគូកូកាហ្វីឯកអគ្គរដ្ឋទូតសាធារណរដ្ឋទូគីប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគូសំនិងជម្រាបលាបន្ទាប់ពីលោកជំទាវបានបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជាឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រៅជំនួបថានៅក្នុងជំនួបនោះសម្ដេចតេជោហ៊ុនសែនបានសម្ដែងនៅក្តីរីករាយក្នុងពេលដែលសម្ដេចបានជួបលោកជំទាវសារជាថ្មីបើទោះបីជាពេលនេះលោកជំទាវត្រូវផុតអាណត្តិបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជាក្តីសម្ដេចតេជោបានកោតសរសើរចំពោះលោកជំទាវក្នុងរយៈពេលនៃបេសកកម្មរបស់លោកជំទាវគឺលោកជំទាវបានសម្រេចសមិទ្ធផលជាច្រើនសម្រាប់ទំនាក់ទំនងរវាងកម្ពុជានិងទូគីដែលមកដល់ពេលនេះប្រទេសទាំងពីរកំពុងតែមានទំនាក់ទំនងដ៏ល្អនិងរីកចម្រើនជាបន្តបន្ទាប់នៅក្នុងឱកាសនោះលោកជំទាវបានសម្ដែងនឹងការអរគុណចំពោះសម្ដេចតេជោដែលអនុញ្ញាតឲ្យលោកជំទាវនិងសហការីបានចូលជួបជម្រាបលានៅពេលនេះលោកជំទាវក៏បានរាយការណ៍នៅការងាររបស់លោកជំទាវនៅពេលកន្លងមកជូនសម្ដេចតេជោដោយលោកជំទាវបានលើកឡើងអំពីសមិទ្ធផលសំខាន់ៗនៅក្នុងអាណត្តិរបស់លោកជំទាវសម្រាប់ការពង្រីកនៅទំនាក់ទំនងកម្ពុជានិងទូគីនោះគឺសមិទ្ធផលដូចជានៅក្នុងអាណត្តិការងាររបស់លោកជំទាវដែលបានបង្កើតនៅការិយាល័យទូគីនៅកម្ពុជានិងសមិទ្ធផលសំខាន់ៗជាច្រើនទៀតដែលទើបសម្រេចបានក្នុងចុងឆ្នាំ2025កន្លងទៅនេះនោះគឺការបង្កើតនៅជើងហោះហើរទូគីមកកាន់ព្រះរាជាណាចក្រកម្ពុជាដែលជាផ្នែកដ៏សំខាន់ក្នុងការពង្រីកនៅទំនាក់ទំនងរវាងកម្ពុជានិងទូគីឲ្យកាន់តែរីកចម្រើនទាំងក្នុងក្របខ័ណ្ឌពាណិជ្ជកម្មនិងផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជនលោកជំទាវបានសម្ដែងនឹងការជាប់ចិត្តរបស់លោកជំទាវចំពោះប្រជាជនកម្ពុជាជាពិសេសស្នាមញញឹមរបស់ប្រជាជនកម្ពុជាដែលមិនអាចធ្វើឲ្យលោកជំទាវបំភ្លេចបានឡើយលោកជំទាវបានលើកឡើងទៀតថាទោះបីជាពេលនេះលោកជំទាវផុតអាណត្តិការងារឈប់ធ្វើជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកម្ពុជាក៏ពិតមែនប៉ុន្តែលោកជំទាវនៅតែជាមិត្តដ៏ល្អរបស់កម្ពុជាអស់មួយជីវិតដែលនេះគឺជាសារបង្ហាញពីការពេញចិត្តចំពោះប្រទេសកម្ពុជាពីសំណាក់លោកជំទាវឯកអគ្គរដ្ឋទូតសម្ដេចតេជោបានសម្ដែងនៅក្តីពេញចិត្តយ៉ាងក្រៃលែងចំពោះពាក្យពេចន៍ដ៏មានអត្ថន័យរបស់លោកជំទាវចំពោះការពេញចិត្តប្រជាជនកម្ពុជាក៏ដូចជាប្រទេសកម្ពុជាសម្ដេចតេជោបានលើកឡើងដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជានាពេលកន្លងមកដែលលោកជំទាវបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជានិងទូគីសម្ដេចក៏បានកោតសរសើរតាមរយៈលោកជំទាវក្នុងការខិតខំបង្កើតឲ្យមានការិយាល័យពាណិជ្ជកម្មវប្បធម៌និងជើងហោះហើរពីទូគីដែលជាចរន្តនៃការគ្រប់គ្រងដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងទូគីឲ្យកាន់តែប្រសើរឡើងជាមួយគ្នានេះផងដែរសម្ដេចតេជោក៏បានអរគុណចំពោះទូគីដែលកន្លងមកបានចូលរួមចំណែកផ្ដល់ជំនួយមនុស្សធម៌ដល់ជនភៀសសិករបស់កម្ពុជានៅក្នុងបញ្ហាព្រំដែនកម្ពុជាថៃសម្ដេចតេជោក៏បានឆ្លៀតពេលបញ្យល់អំពីបញ្ហាព្រំដែនរវាងកម្ពុជានិងថៃដែលលោកជំទាវក៏បានជ្រាបផងដែរជាពិសេសគឺជំហររបស់កម្ពុជាក្នុងការរក្សានៅបទឈប់បាញ់ឲ្យបានយូរអង្វែងនិងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចាសម្ដេចតេជោហ៊ុនសែនក៏បានលើកឡើងអំពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងទូគីដែលក្នុងនោះសម្ដេចតេជោក៏បានរំលឹកនៅពាក្យពេចន៍ដ៏មានអត្ថន័យរបស់លោកជំទាវដែលថាលោកជំទាវនៅតែជាមិត្តរបស់កម្ពុជាអស់មួយជីវិតនោះសម្ដេចតេជោក៏បានផ្ដាំផ្ញើបន្ថែមដល់លោកជំទាវបើទោះបីជាលោកជំទាវត្រឡប់ទៅវិញក៏ពិតមែនប៉ុន្តែសូមបន្តធ្វើជាឯកអគ្គរដ្ឋទូតរបស់កម្ពុជានៅក្នុងប្រទេសទូគីគឺមានន័យថាជួយផ្សព្វផ្សាយអំពីកម្ពុជាដល់អ្នកវិនិយោគទូគីដើម្បីមកវិនិយោគនិងមកទស្សនាប្រទេសកម្ពុជាជាចុងក្រោយសម្ដេចតេជោបានជូនពរឲ្យលោកជំទាវទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត